ក្រោយពីព្រះរាជអង្គការព្រះជ័យជេស្តាទ្រង់សោយទីវង្គតទៅនៅឆ្នាំ1628នោះរាជសម្បត្តិត្រូវបានទៅចៅពញាតូជាព្រះរាជបុត្រច្បងជាអ្នកសោយរាជស្នងប៉ុន្តែដោយពេលនោះព្រះពញាតូទ្រង់គង់នៅក្នុងភ្នោះនៅឡើយនាម៉ឺនសពមុខមន្ត្រីបានយាងព្រះអូទ័យជាព្រះអនុជរបស់ព្រះជ័យជេស្តាឲ្យឡើងគ្រងរាជ្យតែព្រះអង្គមិនយល់ព្រមពេលនោះព្រះឧទ័យដែលជាព្រះមហាឧបយោរាជនឹងត្រូវជាព្រះបិតុលាមារបស់ព្រះពញាតូគ្រាន់តែទ្រង់យល់ព្រមទទួលកាន់កិច្ចការរាជការជំនួសក្នុងចន្លោះឆ្នាំ1628និង1629ក្នុងឱកាសដែលព្រះអូទ័យទ្រង់កាន់កាប់កិច្ចការប្រទេសជាតិជំនួសចៅពញាតូនោះព្រះអូទ័យជាមាបានគួចចិត្តស្រឡាញ់ព្រះអង្គច័ន្ទវតីដែលជាគូកំណាន់ចិត្តរបស់ចៅពញាតូដែលព្រះបិតាគឺព្រះជ័យជេស្តាបានទ្រង់ផ្សំផ្គុំទុកដាក់តាំងពីព្រះរាជកុមារមកម្លេះនោះរួចព្រះឧទ័យជាមាបានលើកព្រះអង្គច័ន្ទវតីឲ្យឡើងជាព្រះទី2ប្រពន្ធមានងារជាសម្ដេចព្រះអង្គព្រះម៉ែយួរច័ន្ទវតីថែមទៀតផងដោយមានការទទូចសុំយាងព្រះអង្គជាច្រើនលើកច្រើនសារពីពួកសេនាបតីនាម៉ឺនមន្ត្រីនិងពីព្រះរាជវង្សានុវង្សផងព្រះពញាតូក៏ទ្រង់យល់ព្រមចាក់ភ្នោះហើយឡើងសោយរាជ្យនៅរាជធានីឧដុង្គក្នុងឆ្នាំ1629ដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះស្រីធម្មរាជារាមាធិបតីដែលអ្នកប្រវត្តិវិទូនិយមហៅព្រះនាមព្រះអង្គថាព្រះរាជសម្ភារពញាតូនៅក្នុងរាជរបស់ព្រះអង្គដោយទ្រង់ខ្ញាល់នឹងពួកសៀមដែលបានចូលមកលុកលុយប្រទេសខ្មែរដល់ទៅ3ដងនៅក្នុងរាជព្រះបិតាព្រះអង្គនោះនៅឆ្នាំ1630ខ្លះថា1633ព្រះរាជសម្ភារពញាតូទ្រង់បញ្ជាឲ្យលើកទ័ពទៅវាយយកខេត្តនគររាជអំពីសៀមមកវិញប៉ុន្តែយកមិនបានក៏ទ្រង់ឲ្យគៀយកគ្រួសៀមមកជាច្រើនព្រះបាទសម្ដេចព្រះស្រីធម្មរាជាព្រះរាជសម្ភារពញាតូនេះជាព្រះមហាក្សត្រទ្រង់ជក់ព្រះទ័យក្នុងវិស័យអក្សរសាស្ត្រណាស់ព្រះអង្គបាននិពន្ធស្នាប្រហោះជាច្រើនដូចជារាជស័ព្ទច្បាប់រាជសម្ភារគ្រិស្តសករាជ1622ហែមមុនមាសគ្រិស្តសករាជ1629កាបនិរាសគ្រិស្តសករាជ1630ហិនលក្ខសលគ្រិស្តសករាជ1630ជាដើមព្រះអង្គទ្រង់គង់នៅរាជធានីឧដុង្គតែមួយរយៈខ្លីប៉ុណ្ណោះដល់ប្រមាណឆ្នាំ1631ព្រះអង្គក៏ទ្រង់យាងទៅគង់នៅរាជវាំងកោះឃ្លោកកោះខ្សាច់កណ្ដាលសពថ្ងៃដើម្បីនឹងបំពេញកិច្ចក្នុងអក្សរសាស្ត្រទុកកិច្ចការផែនដីថ្វាយព្រះអូទ័យជាមាងារជាព្រះមហាឧបយោរាជដែលគង់នៅរាជធានីឧដុង្គមើលកិច្ចការជំនួសព្រឹត្តិការណ៍មួយដែលកើតមានឡើងក្នុងរាជព្រះរាជសម្ភារពញាតូនេះជាចំណុចដ៏ជូរចត់បំផុតមួយក្នុងចំណោមចំណុចជូរចត់ជាច្រើននៃប្រវត្តិសាស្ត្រជាតិកម្ពុជាគ្រាន់តែដោយសារទំនាស់ស្នេហាមួយដែលកើតឡើងរវាងព្រះអូទ័យជាមានិងព្រះរាជសម្ភារពញាតូជាក្មួយដណ្ដើមគ្នាស្រឡាញ់តែស្រីម្នាក់គឺព្រះម៉ែយួរច័ន្ទវតីដែលពិភាកខាងដើមជាគូកំណានចិត្តរបស់ព្រះរាជសម្ភារហើយក្រោយមកបានក្លាយជាទីពីររបស់ព្រះអូទ័យជាមាដែលជាមហាឧបយោរាជនោះបានក្លាយទៅជាសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែររវាងមានិងក្មួយយ៉ាងកាចសាហាវឃូឃៅយ៉ាងណាមិញព្រះរាជសម្ភារដែលទ្រង់បានចាក់ភ្នោះត្រឡប់មកសោយរាជវិញនិងព្រះអង្គម៉ែយួរច័ន្ទវតីដែលបានក្លាយជាប្រពន្ធរបស់ព្រះអូទ័យរួចទៅហើយនោះបានចាប់ផ្ដើមតាក់ទងស្នេហាគ្នាជាថ្មីដោយបានផ្ញើសារលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមកថ្ងៃក្រោយមកព្រះអង្គព្រះម៉ែយួរច័ន្ទវតីបានប្រើល្បិចធ្វើឧបាយជាសុំព្រះអូទ័យជាស្វាមីដង្ហែកឋិនពីរាជធានីឧដុង្គទៅនគរវត្តដើម្បីបានឱកាសជួបជាមួយព្រះរាជសម្ភារពេលនោះព្រះអូទ័យជាមាទ្រង់ប្រឈួនជាទម្ងន់ព្រះរាជសម្ភារជាក្មួយទ្រង់ទៅសួរសុខទុក្ខនៅចំពោះមុខព្រះម៉ែយួរច័ន្ទវតីជាសង្សារដោយយល់ច្រឡំថាព្រះអូទ័យជាមាឈឺធ្ងន់មិនអាចរស់នៅយូរបានទេព្រះរាជសម្ភារទ្រង់លាន់ព្រះអស់ថាបាយស្រូវជាភ័ព្វឆ្មាប្រពន្ធផងមាជាភ័ព្វក្មួយតែត្រូវព្រះអូទ័យឮហើយបើកភ្នែកឡើងរួចឆ្លើយថាដំរីសាស្លាប់ជាភ័ព្វគួយប្រពន្ធផងក្មួយជាភ័ព្វមាក្រោយមកព្រះមហាឧបយោរាជព្រះអូទ័យ
ក៏បានជាសះស្បើយព្រះរោគឡើងវិញកាលបើបានឃើញថាព្រះស្វាមីបានជាសះស្បើយហើយសម្ដេចព្រះអង្គម៉ែយួរច័ន្ទវតីបានធ្វើឧបាយថាត្រូវដង្ហែយករណ្ដាប់ភ័ស្តុភារគ្រឿងសក្ការៈផ្កាប្រាសាទ10ទៅលាបំណន់ស្បិតព្រះនាងបានបន់ស្រន់ព្រះពុទ្ធនៅវត្តព្រះវិហារសួរសូមឲ្យព្រះភក្ត្រស្ដាបានជាសះស្បើយនៅពេលដែលស្វាមីទ្រង់ប្រឈួននោះកាលហែផ្កាចេញពីឧដុង្គមានជ័យមកហើយដោយយកលេសថាយកផ្កាទៅថ្វាយព្រះនៅវត្តមេសរជាមុនសិនសឹមត្រឡប់មកវត្តវិហារសួរជាក្រោយនោះពេលឆ្លងកាត់ព្រះរាជវាំងកោះឃ្លោករបស់ព្រះរាជសម្ភារនោះព្រះម៉ែយួរច័ន្ទវតីក៏ឡើងទៅជួបព្រះអង្គហើយគង់ជាមួយព្រះអង្គក្នុងវាំងនោះទៅមន្ត្រីក្រុមវាំងនិងមន្ត្រីគ្រប់ក្រសួងដែលដង្ហែតាមទៅចាំបាត់ដល់ទៅ3ថ្ងៃមិនឃើញព្រះម៉ែយួរច័ន្ទវតីយាងត្រឡប់មកវិញហើយឃើញទាហានចិនខ្មែរដែលជាទ័ពរបស់ព្រះរាជសម្ភាររៀបក្បួនទ័ពជើងទឹកនិងជើងគោកផងហើយរាយកំភ្លើងធំដាក់លើក្បាលបន្ទាយសពប្រការដូច្នោះក៏នាំដំណឹងនេះទៅទូលថ្វាយព្រះឧទ័យឯក្រុងឧដុង្គវិញព្រះមហាឧបយោរាជក៏ទ្រង់បញ្ជាឲ្យលើកទ័ពខ្មែរពុកទីហ្គាល់ដ៏ធំទៅពាត់បន្ទាយកោះឃ្លោកកងទ័ពខ្មែរចិនរបស់ព្រះរាជសម្ភារនិងកងទ័ពខ្មែរពុកទីហ្គាល់របស់ព្រះឧទ័យបានច្បាំងគ្នាយ៉ាងកក្រឹកកក្រែងស្លាប់ពលទាហានអស់ច្រើនសន្ធឹកទីបំផុតទ័ពខ្មែរពុកទីហ្គាល់របស់ព្រះមហាឧបយោរាជព្រះឧទ័យក៏ទទួលបានជ័យជំនះដោយវាយបែកបន្ទាយកោះឃ្លោករបស់ស្ដេចផែនដីចាប់បានព្រះម៉ែយួរច័ន្ទវតីនាំយកទៅឧដុង្គមានជ័យដាក់ទោសប្រហារជីវិតទៅចំណែកឯព្រះរាជសម្ភារពញាតោក៏ទ្រង់ភៀសព្រះអង្គតាមទូករហូតទៅដល់ស្រុកកញ្ជរខេត្តក្រចេះតែត្រូវពួកទាហានពុកទីហ្គាល់តាមប្រកិតហើយទីបំផុតព្រះអង្គក៏ទ្រង់ឡើងទៅពួននៅលើចុងត្នោតទាហានពុកទីហ្គាល់ឃើញក៏តម្រង់កាំភ្លើងរៀបនឹងបាញ់ព្រះអង្គតែត្រូវព្រះអង្គរាព្រះហស្ថសូមអនុញ្ញាតទុកពេលថ្វាយព្រះអង្គដកកំបិតស្នៀតកាត់កំពូលត្នោតចាលើស្លឹកត្នោតនៅដំបូលមានចុងក្រោយរបស់ព្រះអង្គជាបណ្ដាំកុំឲ្យជនទាំងឡាយវង្វេងក្នុងកាមតណ្ហាដោយព្រះអង្គទៀតលុះចាចប់ហើយទ្រង់បានទម្លាក់ចំណានោះមកដីហើយពួកទាហានពុកទីហ្គាល់ក៏បាញ់ព្រះអង្គធ្លាក់ពីចុងត្នោតសុគតនៅក្នុងឆ្នាំ1634នៃគ្រិស្តសករាជនោះទៅឯឯកសារខ្លះនិយាយថាទាំងព្រះរាជសម្ភារពញាតោទាំងព្រះម៉ែយួរច័ន្ទវតីទ្រង់សុគតដោយគ្រាប់កាំភ្លើងទាំងពីរអង្គនៅកញ្ជរខេត្តក្រចេះនេះ